បាទសួស្តីបងប្អូនគ្នាវីដេអូនេះខ្ញុំបង្ហាញពីការ download ជា multiple profile មានថាយើងមាន link ឧទាហរណ៍ថាខ្ញុំមាន link 5 profile ចេះខ្ញុំមកត្រូវការ extract link ឯងចឹងប៉ុន្តែខ្ញុំ download ម្ដង5 profile ហ្នឹងហ្មងមានថាក្នុងមួយការ download ហ្នឹងវា download មួយ profile តើចប់ហើយវា5ហ្នឹងវាធ្វើការងារដាច់តម្លៃពីគ្នាតែទៅមួយ5 profile មានថា5ផ្សេងគ្នាដែរអញ្ចឹងបើសិនជាបងប្អូនអត់ចង់ extract link ទេ download ទេចឹងបងប្អូនអាចធ្វើការ download ម្ដង5 profile នេះបានដោយបងប្អូនតែគ្រីសនៅលើ profile ហ្នឹងមួយប៉ុន្តែអត់ចុច extract ទេបន្ទាប់មកបងប្អូនអាចដាក់ uploader ទៅគ្រីស uploader មួយទៅ title ក៏បានដែរហើយ front member ដាក់ចង់ដាក់ក៏ដាក់បងប្អូនអត់ចង់ដាក់ក៏អត់ទៅអញ្ចឹងហើយដល់ពេលដែលយើងគ្រីស uploader ហើយមានថាវានឹងទៅបង្កើត folder ទៅតាម profile នេះមួយដាច់ដライមកអត់មានការច្រឡំគ្នាអញ្ចឹងឥឡូវយើងធ្វើការគ្រីសឲ្យដក option ចោលយើងឲ្យវា download រហូតហ្មងតអស់អញ្ចឹងបងប្អូនយក title ឬក៏អី title បូក ID អីចឹងទៅអញ្ចឹងយើងធ្វើការ download អញ្ចឹងសូមបើក folder ទុំមុនហើយតើឥឡូវយើងធ្វើការចុច download អញ្ចឹងវានឹងធ្វើការ download ម្ដង5 profile ហ្នឹងម្ដងវានឹងធ្វើការទៅកាត folder នេះ xx មួយនេះវាកាតមុនចាំមកបង្កើត live នេះបាទទីវាបោះ folder មកទៀតវាពង count file ណាច្រើនរៀងយូរបន្តិចprofile ណាតិចអញ្ចឹងវា download មុនអញ្ចឹងយ៉ានេះផងបាទមកឲ្យ bird ទាំងអស់5បាន4នេះ5នេះអញ្ចឹងវានឹងធ្វើការដាច់តម្លៃបោះមកវីដេអូ1 2ទៅតាម profile ដាច់តម្លៃពីគ្នាមកឃើញទេបងប្អូនអញ្ចឹង profile នេះគឺលេខ1 2 3 4 5ដូចគ្នាអញ្ចឹងវានឹងធ្វើការ download ម្ដង5 profile ហ្នឹងលឿនហើយបោះមកតាមលេខរៀងរបស់វីដេអូហ្នឹងគឺអត់ខុសទេបាទនេះដូចគ្នាអញ្ចឹងពីបោះមកគឺដាច់តម្លៃពីគ្នាអញ្ចឹងហ្មងស្រួលបងប្អូនមិនបាច់ទៅ filter អីផ្សេងទៀតទេអញ្ចឹងហើយនេះក៏វាប្រាប់ដែរថាកំពុង download ទាំងអស់ហ្នឹងបាន36វីដេអូ38 39 40រត់ឡើងលឿនយកអញ្ចឹងមកវាមិនថាវាធ្វើការដាច់តម្លៃពីគ្នា5ហ្នឹងគឺ5 straight ហ្នឹងវា download មក profile តអស់មកអញ្ចឹងបងប្អូនមាន profile ច្រើន10 20អីដាក់តាមម្ដងមក click ទៅគឺវា download ហើយងាយលះបានលឿនទៀតអញ្ចឹងចំពោះវីដេអូនេះមានតែប៉ុណ្្នឹងឯងការប្រើប្រាស់ការ download ឥឡូវលឿនជាងមុនងាយស្រួលជាងមុនស្រួលសម្គាល់ជាងមុនអញ្ចឹងសូមអរគុណបងប្អូនគ្នាបើមានចម្ងល់អីអាចចូលគ្រប់ support ឆាតសួរបន្ថែមបានអរគុណ